ca tờ lên không ai nắng dây nhom quạt xua anh chỉ yun ho anh lẹ ớt à ý vậy chị anh lẹ đôi giả tẹt cô chứ cái này click chẳng ta hỏi phép hỏi con trong chưa tiết à nó có tha chui đi miền lục màu bên nào lẹ ý vậy tôi ta đạo vì ta ôi mưa đó nè bạn quạt chưa yun ho anh lẹ không đôi tẹt cô chẳng rồi nè mớm pram trong chưa thế nè ai có ngon tiết chị yun ho chẳng cái chữ bọn đây bật tiếng cái tự bọt ấy nè ý vậy ơi yun ho cái pan này tụt tật cái miền thao đi miền tật bị tật đây tật chia nơi cái tôi yun ho này trong bọt đây bọt trường chủ ai có ban này បងប្អូនដែលមានកម្រងចង់ទៅក្រៅប្រទេសណាប៉ុន្តែអត់ធ្លាប់ជិះយន្តហោះមើលវីដេអូនេះឲ្យដល់ចប់ចេះជិះហ្មងខ្ញុំរៀបរាប់ពីចំណុចតាំងពីទិញសបុតយន្តហោះរហូតបានជិះទៅដល់ខ្មែរហ្មងនេះហើយសម្រាប់អ្នកដែលអត់ធ្លាប់ជិះយន្តហោះពីមុនមកណាត្រូវដឹង5ចំណុចនេះទី1ហ្នឹងទិញឬក៏កក់សបុតយន្តហោះទី2ដកសបុតយន្តហោះទី3ហ្នឹង check in ថ្លឹងវ៉ាលីទី4ហ្នឹងត្រួតពិនិត្យកន្លែងអន្តោប្រវេសន៍ហើយទី5ហ្នឹងរក gate ដើម្បីឡើងយន្តហោះ ចឹងដឹងតែ5ចំណុចហ្នឹងបងប្អូនអាចចេះជិះយន្តហោះហើយចឹងចំណុចទី1បងប្អូនអាចទិញឬក៏កក់សបុតយន្តហោះគឺមានច្រើនរបៀបអាចកក់តាមកម្មវិធីឬក៏ app fly របស់ក្រុមហ៊ុននីមួយៗបានចឹងណាគឺមានច្រើនឬម្យ៉ាងទៀតសម្រាប់អ្នកនៅកូរ៉េបងប្អូនអាចកក់សបុតយន្តហោះតាមគ្រូដែលគាត់មានសេវាកម្មលក់សបុតយន្តហោះណាចឹងសម្រាប់បងប្អូនឬក៏ចង់កក់ទិញសបុតយន្តហោះអីណាអត់ចេះកក់នេះបងប្អូនអាចឆាតទៅ page Kim Hanner សេវាកម្មកូនខ្មែរនៅកូរ៉េបានហើយអ្នកគ្រូមានលក់សបុតយន្តហោះនិងសេវាកម្មផ្សេងជាច្រើនទៀតតាក់ទងជាមួយនឹងពលករខ្មែរយើងណាចឹងបើសិនជាបងប្អូនចង់ដឹងព័ត៌មានអីបន្ថែមទៀតអាច check នៅក្រោម comment នេះបានចំណុចទី2ដកសបុតយន្តហោះ ចឹងសម្រាប់នៅពលាន Incheon Terminal 2 ចឹងបងប្អូនគាត់ដើរចូលក្នុងពលានមកហើយបងប្អូនដើរមករកកន្លែងស្លាយនេះមកដើម្បីមើលថាជើងហោះហើររបស់យើងហ្នឹង check in នៅអសរអីម៉ោងប្រមាណអីប្រមាណចឹងណាហើយមួយទៀតសម្រាប់បងប្អូនដែលគិតថាដាក់អីវ៉ាន់ច្រើនមកខ្លាចលឹះគីឡូគេកំណត់ណាចឹងបងប្អូននេះអាចមកថ្លឹងកន្លែងជីកនេះបាននៅកន្លែងជាប់ស្លាយហ្នឹងការខ្ញុំទៅហ្នឹងកំណត់វ៉ាលីធំហ្នឹងគឺគេកំណត់ឲ្យតែ23គីឡូទេហើយចំពោះកតាតស្ពាយពីក្រោយហ្នឹង7គីឡូណាទាំងអស់វា30គីឡូចឹងបងប្អូនលេខលោកទៅកុំឲ្យលឹះណាបើថាលឹះ1គីឡូគឺគេគិតលុយហើយគឺថ្លៃបងប្អូន1គីឡូ5 60000វ៉ុនណាហើយចំពោះកន្លែងដកសបុតយន្តហោះនៅជាប់ស្លាយហ្នឹងបងប្អូនមានទូមួយគេដាក់ check in ណាចឹងបងប្អូនចុចមកបងប្អូនជិះក្រុមហ៊ុនអីចុចក្រុមហ៊ុនហ្នឹងមកខ្ញុំជាអាស៊ាននេះចុចអាស៊ាននេះហើយបន្ទាប់មកចុចកន្លែងក្រហមវែងនេះមកចុច2តង់មកអានេះការណែនាំរបស់គេណាហើយបន្ទាប់មកយើង scan passport របស់យើងហើយឈ្មោះយើងលោតចូល system អីចឹងបងប្អូនគ្រាន់តែចុចពាក្យថាកន្លែងក្រហមតាមខ្ញុំនេះទៀតមកបន្ទាប់មកកន្លែងនេះបងប្អូនជ្រើសរើសកៅអីអង្គុយណាឧទាហរណ៍ខ្ញុំចុចលេខ37បន្ទាប់មកចុចពាក្យថាក្រែសុកក្រហមហ្នឹងណាហើយចុចក្រហមមួយតង់ទៀតមកហើយថងចំណុចនេះបំពេញលេខទូរស័ព្ទរបស់បងប្អូនបំពេញលេខនៅកូរ៉េណាចឹងបន្ទាប់ពីបំពេញហើយចុចពាក្យថាក្រែសុកមួយតង់ទៀតមករួចជាការស្រេចហើយនៅពេលដែលបានសបុតយន្តហោះហើយអ្វីដែលយើងត្រូវមើលសំខាន់ហ្នឹងមាន3ប្រឡោះនេះបងប្អូនទី1នេះម៉ោងដែលយើងហោះចេញណាម៉ោង19ហ្នឹងវាស្មើម៉ោង7:05នាទីហើយទី2កន្លែងប្រឡោះ gate ហ្នឹងច្រកឡើងយន្តហោះណាច្រកខ្ញុំឡើងហ្នឹង28602ហើយប្រឡោះទី3នេះលេខ 37x ហ្នឹងមានន័យថាលេខកៅអីយើងត្រូវអង្គុយណាហើយបន្ទាប់ពីយើងដកសបុតយន្តហោះហើយចំណុចទី3ដែលត្រូវធ្វើបន្ទាប់ហ្នឹងគឺ check in ថ្លឹងវ៉ាលីហើយសម្រាប់អាស៊ាននេះហ្នឹងគឺ check in នៅអក្សរ G ការខ្ញុំជិះណាប៉ុន្តែអាចនឹងវាប្រែប្រួលទៅអក្សរអីផ្សេងអញ្ចឹងបងប្អូនអាចមើលតាម slide បានហើយកន្លែង check in នេះខ្ញុំអត់បានថតទេបងប្អូនដោយសារមានបុគ្គលិកគេនេះចាំអញ្ចឹងណាយើងអត់ហ៊ានថតក៏ប៉ុន្តែខ្ញុំបានឃើញ Facebook មួយឃើញវីដេអូរបស់បងមួយគាត់បង្ហាញពីរបៀប check in ណាគឺដូចគ្នានៅក្នុងវីដេអូនេះចឹងហើយចំណុចដំបូងដែលត្រូវធ្វើហ្នឹងលើកវ៉ាលីដាក់លើជិញមកហើយបន្ទាប់មកនេះបងប្អូនសបុតយន្តហោះដែលយើងដកមិញហ្នឹងអាកន្លែង scan នេះបងប្អូន scan ចូលមុនមកហើយបន្ទាប់មកទៀតហ្នឹង passport របស់យើងហ្នឹងដាក់ scan ដែរហើយបន្ទាប់មកចុច next តាមគាត់នេះមកហើយកន្លែងនេះគឺបញ្ជាក់ថារបស់ដែលត្រូវដាច់ខាតហាមដាក់ចូលណាអញ្ចឹងបន្ទាប់ពីចុច next តាមគេរហូតមកគឺវានឹងចេញជាกระดาษមួយកระดาษសម្រាប់បិទវ៉ាលីអញ្ចឹងបងប្អូនគ្រាន់តែបកមកនេះសោកតាមគាត់អញ្ចឹងមកបន្ទាប់ពីយើងបិទហើយចុងក្រោយហ្នឹងកុំភ្លេចបកអាកន្លែងនេះដូច QR មកណា scan នេះបកបិទនៅលើវ៉ាលីរបស់យើងមួយផងបន្ទាប់ពីបិទហើយបងប្អូនក៏លេចមកមើលលើអេក្រង់ម្ដងនេះបងប្អូនចុចតាមគាត់ទៅ
ហើយបើទៅធ្វើហ្នឹងហាមជន់អាកន្លែងកណ្ដុះពណ៌លឿងៗនេះបងប្អូនកាលណាជន់វ៉ាលីអត់រត់ឡើងទៅលើទេចឹងបងប្អូនដកជើងចេញឲ្យឆ្ងាយកុំជន់បន្ទាប់ពីវ៉ាលីឡើងទៅដល់លើហើយបងប្អូនក៏លេចមកមើលទូវាមានចេញវិក័យប័ណ្ណមួយសម្គាល់វ៉ាលីរបស់យើងណាចឹងបងប្អូនទុកវិក័យប័ណ្ណហ្នឹងឲ្យស្រួលក្នុងករណីដែលយើងបាក់បែកខូចឬក៏បាត់វ៉ាលីអីចឹងយើងអាចបង្ហាញវិក័យប័ណ្ណហ្នឹងទៅខាងបុគ្គលិកគេដោះស្រាយជូនឲ្យយើងហើយចំណុចទី4ត្រួតពិនិត្យកន្លែងអន្តោប្រវេសន៍ចឹងចំណុចនេះនៅពេលដែលយើងចូលទៅគឺចេញមកវិញអត់បានទេចំណុចនេះគឺថងនេះគេអត់ឲ្យថតទេមកគេបំរាមចឹងណានៅពេលដែលយើង check in scan passport scan មេដៃអស់ហើយគឺយើងដើរចំណុចចុងក្រោយហ្នឹងគឺទៅរក gate ហ្នឹងមានន័យថាច្រកឡើងយន្តហោះណាចឹងបងប្អូនមើលលើសំបុត្រយន្តហោះរបស់យើងទៅដូចសំបុត្រយន្តហោះខ្ញុំចឹងគឺ286ចឹងបងប្អូនដើរមើលតាមស្លាកសញ្ញាគេដាក់ព្រួញទៅលើហ្នឹងទៅនេះចន្លោះពី27ទៅដល់29ចឹងចន្លោះហ្នឹងគឺ286ចឹងយើងដើរតាមសញ្ញាព្រួយនឹងរហូតទៅគឺមកដល់ gate ដែលយើងត្រូវឡើងយន្តហោះហើយចឹងបងប្អូនគ្រាន់តែអង្គុយចាំនៅកន្លែង gate ហ្នឹងទៅមុន10នាទីហ្នឹងគេរៀបចំឲ្យត្រូវតម្រង់ជួរចូល0ម៉ានចឹងណាដូចខ្ញុំ02ចឹង01ទៅមុន02បន្ទាប់03 04ចឹងណាហើយនៅលើយន្តហោះមិនបាច់ភ័យរឿងបន្ទប់ទឹកអីបងប្អូនគេមាននៅកតុយយន្តហោះក្រយបន្ទប់ទឹកចង់បត់ជើងអីក៏បានដែរហើយបាយក៏មាន I hope ដែរនេះមួយសែតហ្មងហើយចំពោះរយៈពេលនៃការជិះវិញពីកូរ៉េទៅខ្មែរហ្នឹងចំណាយពេល5ម៉ោងកន្លះទ្រាំទៅដល់ខ្មែរណាហើយនៅពេលដែលទៅដល់ខ្មែរអ្វីដែលយើងត្រូវធ្វើគឺអត់សាំញ៉ាំដូចនៅពេលដែលយើងឡើងមកទេចេញពីយន្តហោះហ្នឹងដើរទៅកន្លែងអន្តោប្រវេសន៍ដើម្បី scan passport ជាមួយនឹងមេដៃរបស់យើងណាបន្ទាប់មកចាំយកវ៉ាលីចេញបានហើយអញ្ចឹងរបៀបនៃការជិះយន្តហោះសម្រាប់អ្នកថ្មីណាអត់ដៃជិះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងបើសិនជាគិតថាវីដេអូហ្នឹងមានអត្ថប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាអញ្ចឹងកុំភ្លេចជួយ share ម្នាក់មួយផង